តើបងប្អូនហ្នឹងហើយថ្ងៃនេះបងប្អូនមានក្បាលកន្លះ2 về 100ហើយនឹងមីអូអញ្ចឹងសម្រាប់បងប្អូនខ្លះគាត់និយាយថាពួក về 100មិនគាត់ធ្វើទៅវាតម្លៃវាថ្លៃជាងពួកអាសង់ស្រោអញ្ចឹងដោយសារវាធ្វើយើងចំណាយលើម៉តច្បាប់ផងលើឡត2គ្រាប់ផងម៉តទាំងពីរហើយឡើងច្បាប់បើពួកអាសង់យើងឡើងត្រឹម54យើងចាំបាច់ដូរឡតដូរម៉តទេអញ្ចឹងម៉តវាយើងអាចខ្វៀលដាក់បានណាបងប្អូនអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងបញ្ជាក់ជូនបងប្អូនអញ្ចឹងយើងដូរម៉ត2ហើយឡត2អញ្ចឹងតម្លៃវាតាមនឹងដែរបងប្អូនហើយសម្រាប់ការធ្វើយើងមានម៉ាស៊ីនធ្វើច្បាស់លាស់អញ្ចឹងបងប្អូនចាំមើលសកម្មភាពពេលខ្ញុំរ៉ាម៉តដូរម៉តហើយនឹងដូរច្បាប់ឡើងវិញបាទអរគុណនៅបងប្អូនឥឡូវយើងបានបញ្ចូលម៉តច្បាប់ហើយណាអញ្ចឹងយើងនៅតែរ៉ាម៉តដាក់ច្បាប់ហើយរួចរាល់ហើយសម្រាប់ម៉តគឺថាខ្ញុំប្រភេទម៉តស្ពាន់តែម៉តស្ពាន់ខ្ញុំមិនមែនស្ពាន់ធម្មតាទេបងប្អូនស្ពាន់ណាល្អស្ពិតបាទនិយាយទៅវាគុណភាពវាលើហ្វុងនេះបងប្អូនហើយការប្រើប្រាស់ស្ងាត់ល្អទាំងឡទាំងអីយើងធ្វើខ្លួនឯងទាំងអស់អញ្ចឹងចាំមើលខ្ញុំរ៉ាម៉តខ្ញុំថតឲ្យបងប្អូនមើលមួយសារទៀតនៅបងប្អូនសម្រាប់ក្បាលកន្លះ BO ហើយនឹង về 100យើងបានធ្វើហើយសម្រាប់ការរ៉ាម៉តការដូរម៉តបងប្អូនបានឃើញគឺថាយើងមានម៉ាស៊ីនធ្វើត្រឹមត្រូវហើយរ៉ាទៅកូននិចម៉តច្បាប់ឲ្យបានល្អបងប្អូនអាចមើលបានហើយសម្រាប់ម៉តច្បាប់ខ្ញុំប្រើប្រភេទម៉តស្ពាន់វាធន់នឹងកម្ដៅម៉ាស៊ីនលេងបងប្អូនស្គាល់ហើយគឺថាឡតស្ពាន់ម៉តនេះគឺថាខ្ញុំធ្វើខ្លួនឯងហើយសម្រាប់ស្ពាន់ដូចខ្ញុំនិយាយអញ្ចឹងមិនមែនស្ពាន់ធម្មតាទេណាស្ពាន់យើងធម្មតាយកទៅប្រើអត់កើតទេអញ្ចឹងសម្រាប់បងប្អូនដែលមានសម្រីស្រាប់ចង់ធ្វើក្បាលកន្លះដូចពួក MIO ពួក về 100ពួកអាត្រីមិនបាទចង់ធ្វើអីខ្ញុំធ្វើយកតម្លៃធូរថ្លៃទេមិនចាំបាច់ដល់ថាបងប្អូនដោះសម្រីស៊ីនឬមួយក៏អីយកមកធ្វើទេអញ្ចឹងសម្រាប់បងប្អូនដែលអត់ចង់ចំណាយលុយក្បាលកន្លះបើន័យថាយើងសល់ក្បាលកន្លះស៊ីនយកមកធ្វើតម្រូវសម្រីលេងអញ្ចឹងបងប្អូនអាចតាក់ទងមកបាទតម្លៃសមរម្យទេអញ្ចឹងសម្រាប់ការធ្វើការខ្វេះទៅវិញគឺថាស្តង់ដារទៅវិញបងប្អូនមិនមែនចេះតែធ្វើព្រាវណាអញ្ចឹងបងប្អូនដែលចង់ធ្វើអាចតាក់ទងមកបាទអរគុណ